ព័ន្ធLAK បាទ Cruise Control ណាបាទបងប្អូនឆ្ងល់ហើយថាប្រព័ន្ធនេះវាធ្វើការយ៉ាងម៉េចបាទប្រព័ន្ធនឹងធ្វើការជាមួយ Cruise Control ពេលដែលបងប្អូនរត់ក្នុងល្បឿនចាប់ពី45ឡើងទៅគឺវាដំណើរការហើយវាថែរក្សាកន្លងណាហ្នឹងហើយពេលដែលយើងឆ្លុះក្នុងចំណុចណាមួយឥឡូវនេះយើងចាំមើលយើងសាក់របស់ហើយយើងរត់តាមហ្នឹងណាចាំមើលវីដេអូមួយហ្នឹងណាបាទហើយចំពោះប្រព័ន្ធហ្នឹងគឺល្អមែនតើបងប្អូនណាគឺល្អមែនតើវាប្រើជាមួយ Cruise Control ហ្នឹងពេលដែលយើង set ហើយវានៅក្នុងល្បឿនក្នុងកន្លងប្រព័ន្ធ radar control ហ្នឹងណាបាទហើយវាចេះចាប់ប្រាំងឲ្យយើងទៀតឧទាហរណ៍ថាយើងឥឡូវយើង set ចាប់ពីល្បឿន50អញ្ចឹងវានៅថេ50ពេលដែលឡានដែលចាប់កន្លងបានចេញរូបឡានវានឹងបន្ថយល្បឿននឹងជន់ប្រាំងឲ្យយើងទៀតបាទយើងដកជើងវិញវានឹងលោតទៅគីឡូដែលយើង speed ដែលយើង set ទុកអញ្ចឹងណាឥឡូវចាំមើលទៅទៀតខ្ញុំនឹងឲ្យបងប្អូនមើលទៅជាមួយកន្លែងដែលវាចេះចាប់ឡានណាយើងនឹងប្រើប្រព័ន្ធ LAK បាទជាមួយ Cruise Control ហើយ Cruise Control នេះគឺវាដើរចាប់ពី45បាទ45 speed ទេបាទ45គីឡូម៉ែត្រក្នុងម៉ោងអញ្ចឹងវានឹងចេញសញ្ញាបងប្អូនមើលបាទខ្ញុំ set ជាប់បងប្អូនចេញសញ្ញានេះដោយសារវាអត់មានចាប់ឡានបានអញ្ចឹងវាដើរទៅអញ្ចឹងយើង set ម្ដងទៀតអញ្ចឹងបើសិនជាយើងនៅពីក្រោយគេចេះយើងចុចអត់ដើរទេដើរទេចុច set ក៏អត់ឲ្យមកដែរនេះគ្រូចុច control set ណាក៏អត់មកដែរទោះដល់ល្បឿនក៏ដោយអញ្ចឹងទីទៀតបងប្អូននឹងចាប់ខ្ញុំនឹងបង្ហាញវីដេអូពេលដែលចាប់រត់កន្លងនៅនឹងកន្លងហើយចេះចាប់ប្រាំងខ្លួនឯងបាទវាបន្ថយលឿនផងវាចាប់ប្រាំងផងហើយបើសិនជាផុតកន្លងដែលឡានពីមុខវានឹងរត់លឿននៅពេលដែលយើងតាម speed ដែលយើង set ទុកចាប់ឲ្យចាប់ឃើញរូបឡានជាប់ set បាទទីសញ្ញាឃើញបាទស្រួលអូខេឥឡូវយើង42បាទ speed 42យើងចាប់ឡានលឿនក៏បានតែបើសិនជាឡាននោះវាគៀកយើងពេកវាចាប់អារូបឡាននោះវាឲ្យយើងឡើងលឿនបានឯងចាប់ដល់ថយមកផ្ដាច់ចោលម្ដងហើយវាផ្ដាច់ឲ្យយើងឲ្យតើយើងប្រើ Cruise Control ទេហើយយើងសាកតទៀត42យើង set ហើយឡានធំរបស់យើងអញ្ចឹងយើងបានប៉ុណ្្នឹងឯងយើងថែរក្សាកម្រិតអានេះវាពុកថែរក្សាកម្រិតវាឲ្យយើងលឿនទេវាអោបប្រាំងយើងតិចកងបាទជុំចូលដល់ពេលឆ្ងាយឡានទៅឆ្ងាយដាច់សញ្ញាហ្នឹងឡានយើងស្ទុះទៅហើយសម្រាប់ជើងខ្ញុំក៏អត់ជន់ហ្គេទេខ្ញុំគាត់តែចាំឡប្រាំងគេដូ38ក៏ដើរហ្នឹងមកដាច់37ដាច់ប៉ុណ្ណេះវាដល់ហ្មងគៀកពេកវាដល់ដល់ជន់ប្រាំងយើងហ្មងវាដល់ប្រើវាទុកប្រាំងអូខេទៅឆ្ងាយឡើងហ៎ឆ្ងាយឡើងឡើងទៅវិញចាមើលឡើងទៅឆ្ងាយតិច speed វាឡើងខ្លួនឯងទៅខ្ញុំអត់ចង់ហ្គេណាខ្ញុំកាច់ចូលកន្លងវិញចូលកន្លងឡានវិញចាប់ទៀតអូឆ្លូយមែន